tam đón phơi chỉ máu ở ngoài bồn này khơi xoài à xoài chạy trâu từng cô nhà xoài ní cái xoài để cái chợ cà rồng vô chợ cà rồng thuốc lúc đó xoài nó cái vô tới lộ bên tay ai thà ọt trời khát rồi có cái ọt tinh đậm đón rồi dùng một cô chạy trâu tam đón phơi vậy anh chứ mình tinh là trâu từng ấy nữa càn cà rồng này ở cái xoài cây miết xoài vậy tới cho một phi cà rồng chiên này đấy nè lấy tới giờ cho mỗi tôm một cái trong năng thò tờ bằng hai thành thì kia mài bồn mình tích cho thôi chi mà đó một cái kia mài bồn này rồi cái kia đẹp hơn mà cô tầm đòn ngoàiนี้มันโตที่นี่ทองngoàiทองตำดองมันขอกขนาดแต่อันนี้โจขนาดแต่เกตแต่อย่างมันได้ตั้งมาเกี่ยวติให้ngoàiนี้มันทองมาได้ไม้บนเนี่ยจอบสแตร์ทองคลับควายนี้จังประเภทควายเด็กจอบทองก็คือสแตร์ควายเจอนอมจังอยู่ตลกกลายเป็นទីមួយគឺវាការពារពីសត្វចង្រៃផ្សេងៗបំផ្លាញហើយទីពីរគឺការពារបាញ់ថ្នាំបាញ់អីទៅគឺអត់ទ្រាំទេស្វាយហ្នឹងគឺសុខភាពការហូបការញ៉ាំតែម្ដងអញ្ចឹងណាហើយទី3គឺគេស្តុបយកតែប្រភេទធំឯស្វាយតូចជាអត់ស្តុបទេតែដល់ឥឡូវម៉ែបងប្អូនឃើញទាំងនេះចូលតោហ្នឹងទៅនេះគោចាក់ចោលគួយស្ដាយមែនទេហើយខាតទៅក៏ថាថ្លៃថងកញ្ចប់ថងហ្នឹងក៏នេះដែរក៏អស់ច្រើនដែរមិនតិចតួចទេហើយស្វាយចាក់ចោលទាំងតោនទេខ្ញុំឃើញក៏ស្ដាយស្វាយចប់មកទាំងចឹងហ្មងហើយចំពោះម៉ែបងប្អូននេះគាត់ថាស្វាយបែបនេះយើងអាចចូលធ្វើអីបានឆ្នៃធ្វើអីបានស្វាយនេះគេហៅស្វាយកែវរមៀតអញ្ចឹងបើស្វាយកែវរមៀតចេះទុំចេះតើយកធ្វើអីបានក្រៅពីហូបស្រស់ហើយស្វាយល្អស្ងអីមើលស្វាយมันខូចទេនេះល្អនេះមើលរឹងនឹងកំព្រឹសទៅធ្វើអីបានលើបងប្អូនក្រៅពីគោផែនស្វាយក្រៅពីហ្នឹងហើយវាច្រើនអាចយកគោផែនស្វាយប៉ុន្តែអាចធ្វើអីបានក្រៅពីគោផែនស្វាយទៀតអូស្ដាយដល់ល្អពេកហើយចោលស្វាយល្អដល់កណ្ដោះហើយស្វាយមិនតន់ខូចទៀតណាមានតែខូចមានតែមិនតន់ខូចមើលប៉ុន្តែអី3 1គីឡូនេះ3អី2 1គីឡូនេះពុកម៉ែបងប្អូនឲ្យជាយោបល់មកថាស្វាយបែបនេះគឺយើងយកធ្វើបានសម្រាប់ពេលស្វាយទុំណាហើយបើថាស្វាយខ្ចីអាហ្នឹងអត់បញ្ហាស្វាយខ្ចីខ្ញុំឃើញមាននៅខេត្តរតនគិរីនេះគេរៀបចំជាកន្លែងកែច្នៃស្វាយនាំផលិតផលចេញទៅក្រៅប្រទេសមានប៉ុន្តែគាត់ថាប្រហែលជាកន្លែងហ្នឹងទទួលទិញអត់អស់ពីពោះស្វាយច្រើនណាមកធម្មជាតិសិនរតនគិរីនេះគឺច្រើនហើយស្ដាយrồi ngoài bọn nóមើលស្វាយល្អស្ងអីស្ដាយទាំងតោនចាក់ចោលមិនតែមកបណ្ដុកហ្នឹងណាម៉ែបងប្អូននៅមុខទៀតមកមុខនេះមាននៅមុខទៀតនេះនេះមិនប្រភេទស្វាយដែលគេខ្ជាប់កដាស់ខ្យល់ខ្លាំងអាចមានសម្លេងខានអា
នេះមិនមែនប្រភេទស្វាយទេចុកកណ្ដាលនេះស្វាយធម្មតាហើយខ្នាតតូចខ្លាយតូចចឹងអាតូចចេះអាចគេអត់ទិញខុសខ្នាតគេអត់ទិញច្រើនទំនុកตายស្វាយដល់ធ្វើម៉េចនឹងយកធ្វើអីកើតច្រើនម្លឹងពេកអូនៅដល់មុខទៀតមនុស្សនៅដល់ខាងមុខទៀតខ្ញុំអត់ដើរទៅឯនៅត្រឹមនេះហើយនៅនេះគឺនៅខាងឃុំស្មីសង្ហាស្រុកបតាបតលមិនត្រឹមតែខាងនេះទេនៅខាងបណ្ណននោះក៏ឃើញមានចាក់ចោលទៅដូចគ្នាហើយគាត់ថានៅខាងបណ្ណនចុះអាប្រភេទស្វាយដែលខ្ជាប់กระดาษប្រភេទស្វាយនាំចេញហ្នឹងអត់ដែលឃើញចាក់ចោលទេចាក់ចោលតែស្វាយខុសខ្នាតស្វាយត្រូវខ្នាតខ្លះតែមិនមែនជាប្រភេទស្វាយជារុំណានេះប្រភេទស្វាយរុំចេះស្ដាយអូខ្ញុំឃើញស្ដាយស្ដាយខ្លាំងបណ្ដោយនេះបើយកគោផែងខ្ញុំមិនដឹងមកយ៉ាងនេះច្រើនឡើងហើយស្វាយលឿននៅក្រៅប្រទេសថ្លៃម៉ែប៉ុន1គីឡូ$5ហើយនេះស្វាយដែលនៅកន្លែងកំណោដែលគេចាក់ចោលហ្នឹងខ្ញុំរើ3យកមកនេះយកមកចាក់តេះសោបងថាស្វាយនេះវាខូចអត់ខាងក្នុងវាយ៉ាងម៉េចយកទុកចោលចឹងអត់មានបានយកធ្វើអីកើតចឹងណានេះហើយល្អស្ងអី1គីឡូជាង3បាទឥឡូវខ្ញុំចិត្តហើយខ្ញុំចិត្តជា2ចំណែកមួយសាច់យ៉ាងមិនដែរនេះមួយសាច់ស្វាយពោឡើងលឿងស្អាតអត់មានខូចមានអីទាំងអស់អត់មានខូចមានអីទេស្វាយតែមើលជារៀងទៀតនេះជាងទៀតដូចគ្នាអត់មានខូចមានអីទេស្វាយនេះចាខាងក្នុងនេះមើលឃើញរៀងសាច់វារៀងថ្លាតិចនេះអានេះដោយសារតែស្វាយទុំដើមគឺមានលក្ខណៈចឹងឯងស្វាយដែលបេះបន្ទុំសាច់វាពោតដូចគ្នាដូចខាងក្បាលដែរដូចខាងក្បាលដែរអញ្ចឹងស្វាយនេះស្វាយដែលល្អអត់មានខូចខាតអីទេប៉ុន្តែគាត់ថាតែលក់មិនអស់ហើយនឹងយកទៅណាអស់ហើយមានតែចោលនឹងឯងអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងអរគុណចំពោះការទស្សនាបងប្អូនសូមជម្រាបលាជួបគ្នាវីដេអូបន្តក្រោយទៀតបាយ